Duyên snai lụa đồ duyên snai lụa đồ ní cứ miên nô phiệp khlang na sầm rạp bong po này ná đại miên chùm nứa chư chiếc hai nâng miên ca cổ rốt bạ để bắt ở bàn trầm trâu tam cái bùn khátในโบราณខ្មែរយើងហើយជាពិសេសគឺស័ក្តិសមខ្លាំងណាស់សម្រាប់បងប្អូនដែលជាអាជីវករលក់ដូររោគទទួលទានក្នុងជីវិតប្រចាំថ្ងៃមិនថាបងប្អូនលក់ដូរនៅក្នុងផ្ទះឬក៏មានហាងផ្ទាល់ខ្លួនក៏ស័ក្តិសមសម្រាប់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ហើយសម្រាប់វីដេអូនេះយើងនឹងព្យាយាមលម្អិតចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាទាំងរបៀបនៅក្នុងការគូរឡើងហើយទាំងរបៀបនៅក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតជាដំបូងនេះខ្ញុំបាទត្រាក៏សូមធ្វើការគោរពជម្រាបសួរទៅកាន់លោកឪពុកអ្នកម្ដាយនិងអ៊ំពូមីងក៏សូមសួស្តីដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅលើមាតិកាដែលគ្រឿងខ្មៅអង្គររបស់យើងខ្ញុំបានផលិតឡើងសម្រាប់បងប្អូនដែលកំពុងតែទស្សនាបើសិនជាមានការពេញចិត្តនៅក្នុងការចែករំលែកសូមជួយចុច like page និងចុច like វីដេអូដែលកំពុងតែទស្សនាផងហើយសម្រាប់យ័ន្តដែលខ្ញុំកំពុងតែដាក់បង្ហាញចែកជូនទៅកាន់បងប្អូនទាំងអស់គ្នានេះគឺជាក្បួនយ័ន្តមួយនៅក្នុងចំណោមក្បួនយ័ន្តបុរាណខ្មែរយើងជាច្រើនដែលមាននៅក្នុងក្បួនសិលសាស្ត្រនៃមរតកដូនតាខ្មែរយើងគឺជាក្បួនយ័ន្តស្នេហ៍លក់ដូរក្បួនយ័ន្តស្នេហ៍លក់ដូរនេះគឺយើងអាចចារនៅលើកថាសនរឬក៏កថាស្ពាន់ឬមួយក៏កណាត់ក្រហមបើសិនជាបងប្អូនមានវត្ថុមង្គលបងប្អូនអាចចារនៅលើវត្ថុមង្គលរបស់បងប្អូនបានឲ្យតែវត្ថុមង្គលនោះដែលមានអានុភាពខាងស្នេហ៍ដូចជាប្រភេទក្លឹមជ័យជ្វាធ្គាមដំរីឬក៏ប្រភេទបញ្ញាក្អែកដើមស្ដៅអីជាដើមប៉ុន្តែបើសិនជាមានបដិមាដែលបងប្អូនគួរចារគឺនៅលើព្រះអង្គសីវលីឬក៏ព្រះពលិន្ទវច្ឆៈឬក៏ព្រះមហាកញ្ចាយណៈអីជាដើមបងប្អូនអាចចារនៅលើរតនបល្ល័ង្ករបស់លោកបានហើយរបៀបនៅក្នុងការចារអត់មានអ្វីដែលជាការពិបាកទេបងប្អូនមិនថាទីយុទីយកាឧបាសកឬក៏ឧបាសិកាមិនថាបុរសឬក៏ស្ត្រីបងប្អូនគ្រាន់តែសូត្រនមោតាស័កចំនួន3ចប់ទៅបងប្អូនតាំងចិត្តចារនៅលើក្បួនយ័ន្តនេះឡើងពុកម៉ែបងប្អូនហើយបងប្អូនចារឲ្យបានត្រឹមត្រូវរួចហើយរបៀបនៅក្នុងការប្រើប្រាស់បងប្អូនត្រូវតែសូត្រជាប្រចាំថ្ងៃសូត្រមួនគាថាដើម្បីដាស់លេខយន្តអក្សរានេះណាពុកម៉ែបងប្អូនត្រូវតែសូត្រជារៀងរាល់ថ្ងៃដរាបណាយើងនៅបើកទ្វារហាងដរាបណាយើងនៅបើកទ្វារផ្ទះដើម្បីប្រកបអាជីវកម្មជារៀងរាល់ថ្ងៃយើងត្រូវតែសូត្រជារៀងរាល់ថ្ងៃហើយជាពិសេសគឺពេលវេលាពេលព្រឹកតែម្ដងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយរបៀបនៅក្នុងការសូត្រខ្ញុំនឹងចែករំលែកចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាតែម្ដងនៅក្នុងវីដេអូនេះជាដំបូងនេះយើងត្រូវតែសូត្រនមោតាស័កចំនួន3ចប់ចាប់ផ្ដើមជាមួយនឹងខ្ញុំនមោតាស័កភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាស័កភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាស័កភគវតោអរហតោសម្មាសម្ពុទ្ធស្សៈឥឡូវនេះយើងចាប់ផ្ដើមឡើងនៅព្រះគាថាតែម្ដងព្រះគាថានេះគឺជាព្រះគាថាដើម្បីសូត្រដាស់លេខយន្តអក្សរាដែលយើងកំពុងតែប្រើប្រាស់ណាពុកម៉ែបងប្អូនចាប់ផ្ដើមសិទ្ធីពុទ្ធោចមហាមន្តੰសិទ្ធីជយ៉ាងសិទ្ធីដេជាងមហាយសੰសិទ្ធីកច្ចាំងមហាលាភាំងភវន្តមេម្ដងទៀតសិទ្ធីពុទ្ធោចមហាមន្តੰសិទ្ធីជយ៉ាងសិទ្ធីដេជាងមហាយសੰសិទ្ធីកច្ចាំងមហាលាភាំងភវន្តមេម្ដងទៀតគម្រប់3ដងសិទ្ធីពុទ្ធោចមហាមន្តੰសិទ្ធីជយ៉ាងសិទ្ធីដេជាងមហាយសੰសិទ្ធីកច្ចាំងមហាលាភាំងភវន្តមេសម្រាប់មួនគាថាដាស់លេខយន្តអក្សរានេះគឺយើងត្រូវតែសូត្រចំនួន9ចប់ពេលដែលយើងសូត្រចប់គម្រប់9ដងហើយយើងត្រូវតែផ្លុំនៅលើវត្ថុមង្គលរបស់យើងឬមួយក៏យន្តរបស់យើងដែលយើងបានចារណាពុកម៉ែបងប្អូនយើងផ្លុំចំនួន3ដងទៅរួចហើយយើងត្រូវតែមានជំនឿ
ជឿជាក់ថាអ្វីដែលយើងកំពុងតែធ្វើអ្វីដែលយើងកំពុងតែបដិបត្តិវានឹងអាចកើតឡើងបានទាំងអស់ទៅតាមអ្វីដែលយើងចង់បាននេះជារបៀបនៅក្នុងការសាងឡើងហើយក៏ជារបៀបនៅក្នុងការបដិបត្តិឲ្យបានត្រឹមត្រូវហើយសម្រាប់ការចែករំលែកនេះគ្រឿងខ្មែរអង្គរយើងខ្ញុំធ្វើជាពិសេសដើម្បីចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាបើស្រឡាញ់ពេញចិត្តនៅក្នុងការចែករំលែកសូមត្រឹមតែចុច like ហើយនឹង share បើមានចម្ងល់ក៏អាចទម្លាក់ជា comment នៅខាងក្រោមចែករំលែកឡើងវិញដោយគ្រឿងខ្មែរអង្គរ